ก็ไม่ขาดពេលវេលាយូរសាច់រឿងនេះគឺជាសាច់រឿងពិតមួយដែលបានកើតឡើងចំពោះប្រិយមិត្តមួយរូបជាសាច់រឿងដែលគាត់បានជួបប្រទះផ្ទាល់តែម្ដងហើយគាត់បានចែករំលែកសាច់រឿងមួយនេះព្រោះគាត់គឺជាប្រិយមិត្តម្នាក់ដែលគាត់ចូលចិត្តស្ដាប់កម្មវិធីជាអ្វីខ្លាំងមែនទែនហើយគាត់គឺជាមនុស្សគាត់បញ្ជាក់ខ្លួនឯងណាថាគាត់គឺជាមនុស្សម្នាក់ដែលមានក្រយ៉ៅខ្មោចលងខ្ញុំធ្លាប់ឮពាក្យថាក្រយ៉ៅខ្មោចលងនិងក្រយ៉ៅឃើញខ្មោចពីរហ្នឹងខុសគ្នាឯងបងដូចគ្នាเนาะមកលងដូចគ្នាណាអូខេគាត់ថាគាត់គឺជាបុគ្គលម្នាក់ដែលឆាប់ដឹងថាមានវិញ្ញាណនៅហ្នឹងអ្នកខ្លះអាចអង្គុយមកសន្ទុះទៅបណ្ដឹងតែគាត់ហ៊ានតែចូលភ្លាមគឺដឹងភ្លាមហ្មងកន្លែងហ្នឹងមានវិញ្ញាណសាច់រឿងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2018បញ្ជាក់បងប្រុសដែលជាម្ចាស់សាច់រឿងនេះគាត់មានបងប្អូនច្រើនអ្នកគ្រាន់តែគាត់រៀងទូចជាងគេហើយបងម្នាក់បងស្រីគាត់ម្នាក់មានប្តីហើយមានគ្រួសារហើយមានកូនហើយសាច់រឿងមួយនេះបានកើតឡើងចំពោះមិត្តភ័ក្តិរបស់បងថ្លៃរបស់គាត់កន្លែងនឹងយល់ទាំងអស់គ្នានៅពេលនោះគឺជាថ្ងៃខួបកំណើតរីករាយខួបកំណើតរបស់កូនរបស់បងថ្លៃម្នាក់នឹងឯងពួកគាត់មិនបានរៀបចំកម្មវិធីនៅក្នុងផ្ទះទេពួកគាត់បានជ្រើសរើសអាហារដ្ឋានមួយកន្លែងដែលអាចរៀបចំកម្មវិធីបានអាចបង់គេបានជ្រើសរើសទីតាំងមួយនោះដើម្បីរៀបចំកម្មវិធីមិត្តភ័ក្តិបងថ្លៃម្នាក់នោះគឺជាអ្នកនៅសៀមរាបជាអ្នកនៅសៀមរាបចឹងដើម្បីកុំឲ្យខកខាននៅកម្មវិធីសំណប់ចិត្តរបស់មិត្តភ័ក្តិគាត់ហ្នឹងណាចឹងគាត់ត្រូវឡើងពីសៀមរាបមកចូលរួមកម្មវិធីនៅទីក្រុងភ្នំពេញសម្រាប់ម្ចាស់សាច់រឿងត្បិតថាបងប្រុសម្នាក់នោះជាមិត្តភ័ក្តិរបស់បងថ្លៃខ្លួនមែនប៉ុន្តែគាត់ជាមួយនឹងម្នាក់ហ្នឹងបងប្រុសម្នាក់ហ្នឹងយើងថាបងសាអញ្ចឹងតោះដាក់ឈ្មោះថាបងសាអញ្ចឹងចុះគាត់ថាគាត់មនុស្សចូលចិត្តគ្នាមនុស្សคลิกជាមួយគ្នាបានមិនដែលស្គាល់គ្នាមិនដែលពីអីគ្រាន់តែដាក់ថ្ងៃទី1និយាយមកគឺត្រូវដងត្រូវផ្លែហ្មងប្រតិគ្នាសើចសប្បាយរហូតដល់គាត់មានអារម្មណ៍ថាបុគ្គលម្នាក់នេះគាត់រាប់អានមិនមែនត្រឹមតែជាមិត្តភ័ក្តិរបស់ក្លើភឿនរបស់បងថ្លៃគាត់ទេតែបុគ្គលម្នាក់នេះគឺជាបងប្រុសរបស់គាត់ម្នាក់ទៀតបងប្រុសកែវខោនិយាយចឹងការរាប់អានរបស់ពួកគាត់គឺមានសភាពស្និទ្ធស្នាលខ្លាំងមែនទែនទោះត្រង់ថាគាត់មិនដែល call ទៅលេងទេមិនដែលទេទៅលេងមិនដែល message ទៅលេងទេគឺយូរជួបគ្នាម្ដងឧបមាឡើងត្រូវទៅសៀមរាបជួបគេទៅក៏បានសំណេះសំណាលគ្នាប៉ុន្តែភាពចិត្តស្និទ្ធមួយហ្នឹងទោះបើបែករាប់ខែរាប់ឆ្នាំភាពចិត្តស្និទ្ធហ្នឹងវានៅថិតថេរមិនបែកបាក់ទៅណាទេធម្មតាមនុស្សដែលខាននិយាយគ្នាយូរដាក់គូតមកអង្គុយនិយាយគ្នាក៏រៀងមកចេះវារៀងល្អអួលណាតែនេះអត់ទេដាក់ទៅគឺដលងឈិលមកការសន្ទនាមួយហ្នឹងនៅក្នុងថ្ងៃនោះកម្មវិធីបានចាប់ផ្ដើមហើយតាំងពីម៉ោង 4-5 មានភ្ញៀវជាបន្តបន្ទាប់បញ្ជាក់ផងដែរថារមណីយដ្ឋានមួយរមណីយដ្ឋានអាហារដ្ឋានមួយនេះគឺមានអាងទឹកនៅជ្រុងមួយអាងទឹកចិញ្ចឹមត្រីណាគេដេក័ថ្មភ្នំដេក័អីចឹងទៅអាងទឹកនៅជ្រុងមួយតែមិនមានត្រីនោះទេមានទឹកទេទឹកអត់ចលនាទឹកស្លាប់ទឹកងាប់ណាអញ្ចឹងកម្មវិធីបានចាប់ផ្ដើមប្រកបទៅយ៉ាងប្រក្រតីរហូតដល់ម៉ោងប្រហែលជាម៉ោង 9 យប់ក៏មានភ្លៀងមួយមេធំផុតពីភ្លៀងហ្នឹងក៏ឃើញវត្តមានរបស់បងសាគាត់ដើរចូលមកក្នុងអាហារដ្ឋានមួយហ្នឹងវិច័យដល់ម្ចាស់សាច់រឿងនេះគាត់នៅខាងក្រៅដូចគ្នាដែរដូចគាត់ចង់ចេញមកដកខ្យល់បន្តិចណារបៀបប្រហែលគេប្រច្រកខ្លាំងពេកណាចឹងទៅគាត់រៀងស្រវឹងគាត់រៀងអីកុំមើលមុខខ្ញុំចឹងមើលខ្ញុំភ័យឥឡូវមិនទៀតពងស្ដាប់នេះបងឯងមើលមុខខ្ញុំដិតពេកខ្ញុំខ្លាចនៅពេលដែលសំដងប្រិមិត្តនៅពេលដែលគាត់កំពុងតែដកខ្យល់នេះបងសាដើរចូលមកនេះមនុស្សខានជួបគ្នាយូរហើយមនុស្សត្រូវដងត្រូវផ្លែចឹងគាត់មិនរាក់ទាក់អារបៀបបងតែប្រតិកម្មរបស់បងសាជាធម្មតារបៀបថាអូនសុខសប្បាយរបៀបអញ្ចឹងតែប្រតិកម្មនៅក្នុងថ្ងៃនេះគឺខុសប្រក្រតីនៅពេលដែលបងសាដើរចូលគ្រាន់តែក្រឡេកឃើញម្ចាស់សាច់រឿងភ្លាមគាត់អោនមុខគិចតែម្ដងគាត់ដើរតម្រង់ចូលទៅក្នុងអាហារដ្ឋានទាំងគាត់ខ្លួនឯងនេះរៀងវាក់ដូចអត់ដែលអញ្ចឹងជួបគ្នាមិនមែនលើកទី1ប៉ុន្តែហេតុអីដងនេះបងសាខុសប្រក្រតីអញ្ចឹងធ្លាប់តែហៅអូនសុខសប្បាយអត់ទៅជាគាត់បានបញ្ជាក់ថាទឹកមុខរបស់បងសា
គឺជាទឹកមុខមួយដូចហាក់ដូចជាបានធ្វើអ្វីខុសទៅលើម្ចាស់សាច់រឿងទឹកមុខខ្លាចទឹកមុខមានខ្លួនប៉ុន្តែម្ចាស់សាច់រឿងថាវាមិនអាចកើតឡើងទេគាត់ធ្វើខុសអីគេបងមនុស្សមិនដែរទេរកគ្នាមិនដែរ message មកគ្នាជួបថ្ងៃទី1ខានជួបគ្នាកាន់ខែហ្នឹងសុកមកឃើញទឹកមុខអញ្ចឹងគាត់មិនឆ្ងល់គាត់ចាប់ផ្ដើមចំណាំត្រេទី1គាត់ឃើញបែបហ្នឹងហើយគាត់ក៏ដើរចូលទៅកម្មវិធីនៅតែបន្តប៉ុន្តែបងសាព្យាយាមគិតទំនាក់ទំនងជាមួយអ្នកណាទាំងអស់បូករួមទាំងគាត់ ប្លែកបដ ចាប់ផ្ដើមប្លែកខ្លាំងមែនទែនបងសាគឺជាមនុស្សនិយាយច្រើនមនុស្សរស់រាយ outgoing មនុស្ស people person ណា នេះមានអារម្មណ៍ថាចេះបើជ្រុលទៅមកឲ្យចូលទៅ បាទចូលទៅមកឲ្យចូល ចេញវិញបានចេញហ្នឹងណា បាទហ្នឹងហើយអញ្ចឹងនៅពេលដែលពួកគាត់នេះកំពុងតែបងគេបានមិនតិចស្រាប់តែបងសាដើរចេញពីអាហារដ្ឋានមួយហ្នឹងទៅអង្គុយម្នាក់ឯងនៅកន្លែងអាងទឹកហ្នឹងណាពួកគាត់នៅតែសម្លឹងមើលចង់ដឹងថាធ្វើអីទៀតផុតពីឈរមើលនៅកន្លែងអង្គុយមើលឈរមើលនៅពីក្រៅអាងទឹកស្រាប់តែអង្គុយនៅកន្លែងផែងទឹកហ្នឹងដោះស្បែកជើងមូជើងខោលូកជើងទាំងពីរចូលទៅក្នុងទឹកបងថ្លៃរបស់គាត់ឃើញសកម្មភាពមួយហ្នឹងស្រាប់តែដើរមកគៀកបងម្ចាស់សាច់រឿងនេះសួរថាអូនមានអារម្មណ៍ថាប្លែកអីអត់ចឹងណាបងម្ចាស់សាច់រឿងគាត់ប្រាប់ថាប្លែកបងខ្ញុំមានអារម្មណ៍ថាមិនមែនបងសាទេគាត់បានសួរថាអញ្ចឹងមានន័យថាម៉េចម្ចាស់សាច់រឿងប្រាប់ថាកុំអាសិនដល់ផ្ទះចាំនិយាយគ្នាហេតុអីបានគាត់ប្រើពាក្យថាដល់ផ្ទះចាំនិយាយគ្នាចាំខ្ញុំប្រាប់តិចទៀតបងប្អូននឹងដឹងក្រោយពីកម្មវិធីបានបញ្ចប់ហើយបងថ្លៃរបស់ម្ចាស់សាច់រឿងនេះគាត់ត្រូវរកលេសយ៉ាងម៉េចព្រោះមិត្តភ័ក្តិសំណប់រកលេសយ៉ាងម៉េចយកចូលផ្ទះឲ្យបានយកមកផ្ទះឲ្យបានអញ្ចឹងគាត់គិតថាឥឡូវចេះតែយកលេសថាយើងផឹកស៊ីអត់ទាន់ឆ្អែតអញ្ចឹងយើងផឹកបន្តនៅផ្ទះទៀតអូខេទៅផ្ទះតហ្នឹងហើយទៅផ្ទះបន្តអញ្ចឹងចាប់ផ្ដើមបបួលគ្នាមានម្ដាយមានលោកយាយមានអីអូច្រើនមែនទែនចាប់ផ្ដើមនិយាយត្រូវដងត្រូវផ្លែក៏សម្រេចថាទៅផ្ទះផឹកបន្តទៀតនៅពេលដែលទៅនឹងបបួលបងសាទៅដែរបងសាប្រាប់ថាអត់ទៅទេទៅវិញហើយអារបៀបមនុស្សនិយាយឆ្កុយមួយម៉ាត់ណាបងថ្លៃគាត់ដឹងសាច់រឿងហើយដូចប្រហែលណាក៏ចាប់ផ្ដើមថាអត់មានទេអានេះខ្ញុំសុំនិយាយភាសាមិត្តភ័ក្តិណាអីអានេះហែងមកក្រោយគេឯងទុំផឹកបានទេឯងទៅណាក្នុងន័យហ្នឹងណាអត់មានទេទៅផឹកជុំគ្នាតទៀតក្នុងន័យមួយហ្នឹងបងសាប្រកែកទៅវិញប្រកែកទៅមកចោតប្រកាន់ទៅវិញចោតប្រកាន់ទៅមកមិនមានជំរឿអ្វីត្រូវតែទៅជាមួយនឹងគេក្រោយពីទិញប៊ីយ៉ាហើយទិញគ្រឿងក្លែមហើយក៏បើកទៅដល់ចំពីមុខផ្ទះរបស់ម្ចាស់សាច់រឿងពួកគាត់នៅជុំគ្នាផ្ទះមួយនេះមាន2ជាប់គ្នាផ្ទះមួយគឺជាផ្ទះម្ដាយរបស់ម្ចាស់សាច់រឿងដែលបងថ្លៃអីនៅជុំគ្នាទាំងអស់និងផ្ទះមួយទៀតគឺផ្ទះរបស់អ៊ំសេរីរបស់គាត់ដែលនៅជាប់គ្នាអញ្ចឹងពួកគាត់ចេញចូលឆ្លងឆ្លើយគ្នាបងប្អូននៅជាប់គ្នាយេស៊ូស្រាប់តែអញ្ចឹងនៅពីមុខផ្ទះរបស់ពួកគាត់គឺមានក្រែរនាបរស័យមួយហេតុអ្វីទើបបានពួកគាត់ត្រូវយកបងសាមកដល់ទីតាំងឲ្យបានដោយសារតែក្រុមគ្រួសាររបស់គាត់គឺមានគ្រូខាងដោះអំពើដោះស្នេហ៍ដោះអីចឹងអ្នកគ្រូសង្គ្រោះប្រចាំគ្រួសារម្នាក់ហើយនៅក្នុងផ្ទះរបស់គាត់គឺមានអឋានសកត់ធនមួយអញ្ចឹងដាក់នៅកណ្ដាលផ្ទះតែម្ដងគាត់មានជំនឿខ្លាំងមែនទែនចំពោះគ្រូមួយអង្គហ្នឹងម្នាក់ហ្នឹងណាអញ្ចឹងគាត់ជឿជាក់ថាអឋានហ្នឹងបានការប្រហែលជាអាចជួយបងសាបាននៅពេលដែលទៅដល់ហ្នឹងម្នាក់ឈូឆោចូលផ្ទះតោះយើងទៅផឹកតោះអូរៀបកាទេឡូរៀបចេះអង្គុយផឹកកន្លែងនេះចាប់ដើមសាដាក់ធុងតកដាក់អីឡើងឡាក់ក៏លេចមើលបងសានៅឈរនៅក្រៅផ្ទះឈរតែម្នាក់ឯងនៅក្រៅផ្ទះទាំងមនុស្សទាំងអស់ចូលទៅក្នុងផ្ទះអស់ហើយពួកគាត់ក៏ហៅបងសាចូលមកបងសាប្រាប់ថាអត់តន់ចូលទេដូចរៀងល្ងុយគេអញ្ចឹងគាត់ក៏ឡើងទៅអង្គុយតម្រេតខ្លួននៅរនាបរស័យនៅពីមុខហ្នឹងដើម្បីបង្វែរការសង្ស័យពួកគាត់នៅតែផឹកស៊ីដដែលទេប៉ុន្តែម្នាក់ចោលភ្នែកទៅមើលបងសាចង់ដឹងថាពួកគាត់បងសានឹងធ្វើអីតទៀតកំពុងតែផឹកស៊ីអញ្ចឹងបងថ្លៃរបស់គាត់និងបងចរុនមួយអីហ្នឹងចាប់ដើមកែសួរថាណែមានអីប្លែកបងម្ចាស់សាច់រឿងក៏ប្រាប់ថាអត់ហ៊ានចូលផ្ទះទេមើលទៅដោយសារតែមានយ័ន្ត
បងសាមិនមែនបងសាឯងអ្នកផ្សេងហើយនិយាយមួយម៉ាត់នឹងស្រាប់តែបងសានៅរាវស័យស្ទុះងើបមកឈរឥឡូវបើយើងសម័យថាផ្ទះល្វែងអញ្ចឹងកន្លែងទទួលភ្ញៀវមិននៅខាងមុខហ្នឹងហើយអញ្ចឹងគេផឹកស៊ីគ្នាច្រើនផងវាក្បែរជាមួយនឹងទ្វារហើយយើងចំហទ្វារទៅមិនក្បែរទ្វារគាត់អត់មានដើរចូលទេណាកុំយល់ច្រឡំឈរនៅខាងក្រៅហ្នឹងអត់ដើរចូលព្រំផ្ទះទេហើយដឹងនិយាយថាម៉េចហ៎ធុញណាដឹងរឿងខ្ញុំច្រើនណាស់ម្នាក់នេះហើយច្អល់ទៅម្ចាស់សាច់រឿង ហើយនិយាយចឹង ហ្នឹងហើយនិយាយចឹងនៅមុខគេម្នាក់ចាប់ផ្ដើមមើលមុខគ្នាហើយចាប់ផ្ដើមអត់ស្រួលហើយចាប់ផ្ដើមដឹងហើយគាត់បណ្ដោយអញ្ចឹងហើយបានមិនតិចទៀតគាត់នៅតែទាទៅវិញថាអត់ទេទៅវិញហើយលាក់នឹងលាក់អីចង់ទៅវិញអត់ចង់នៅហ្នឹងឯងងួយគេងឡើងទៅស៊ីមរៀបវិញលាក់នឹងលាក់ម្ដាយរបស់ម្ចាស់សាច់រឿងនេះប្រាប់ថាក្មួយអើយកុំទៅណានៅហ្នឹងហើយស្អែកទៅចាំទៅលួយអញ្ចឹងម៉ោង3អីហើយម៉ោង4អីហើយម្នាក់ស្វឹងរៀងច្រើនហើយតែនៅមានសតិដើម្បីចាំមើលបងសាម្នាក់ក៏ចាប់ផ្ដើមឡើងចូលគេងបងម្ចាស់សាច់រឿងនេះគាត់មិនមែនគេងនៅក្នុងផ្ទះរបស់គាត់ទេព្រោះមានភ្ញៀវច្រើនពេកហើយគាត់ឡើងទៅគេងនៅបន្ទប់ឡើងទឿផ្ទះរបស់អ៊ំសេរីគាត់ដែលនៅជាប់ហ្នឹងនៅពេលដែលឡើងទៅបន្ទប់ឡើងទឿបញ្ជាក់ផងដែរថាបន្ទប់ឡើងទឿមួយនេះគឺជាប់ទៅជាមួយនឹងចណ្ដើរតែម្ដងប្រអប់ឡើងទៅលើអញ្ចឹងណាហើយមិនមានទ្វារមិនមានប្អួយដូចវាឡើងទឿចំហមួយអត់មានអញ្ចឹងខាន់នៅពេលដែលគាត់តម្រេតខ្លួនម៉ាត់តម្រេតខ្លួនហ្នឹងតែម្ដងតម្រេតខ្លួនប៉ះជាមួយនឹងអត់ស្រាប់តែឮសំឡេងជើងមនុស្សដើរគាត់ក៏លេងមើលមកភ្នែកប្រទះជាមួយនឹងភ្នែកប៉ះជាមួយនឹងភ្នែករបស់បងសាបានឡើងមកបាន4ចំហៀនបាត់ទៅហើយនៅលើចដើហ្នឹងគាត់ស្រឡឹងមើលមីងមាំងបងសាមើលគាត់មើលបងសាដឹងបងសាធ្វើម៉េចហ៎ផ្ដេកខ្លួនទៅលើអាប្រកាន់ដៃហ្នឹងហើយមើលបើកភ្នែកមើលមកគាត់ធំហើយញឹមដាក់គាត់មនុស្សណាធ្វើអញ្ចឹងហើយមនុស្សប្រុសទៀតគាត់ឃើញបែបហ្នឹងគាត់ស្រែកមកអស់សំឡេងហ្មងថាបងសាបងឯងធ្វើស្អីឈួតអញ្ចឹងស្រែកមកទៅហឹងមកអស់សំឡេងភ្ញាក់ឯងបងសាហ្នឹងគាត់ប៉ុណ្ណឹងដើរទៅផ្ទះវិញដើរទៅខាងនោះគាត់ដើរទៅខាងនោះម្ដាយបងម្ចាស់សាច់រឿងទាញគាត់ចូលផ្ទះមកយប់ហ្នឹងគឺគាត់អត់បានគេងទេមកយប់ហ្នឹងបងសាគិតតែចង់ងួនទ្វារចេញថាលែងខ្ញុំទៅខ្ញុំចង់ទៅវិញខ្ញុំអត់នៅនឹងទេខ្ញុំគេអត់កើតទេសម្រាប់អត់កើតទេអូយពិបាកនៅលែងខ្ញុំវិញបងយល់សាច់រឿងទៅហេតុអីណោះហ្នឹងហើយដោយសារតែមានយ័ន្តមួយនៅក្នុងផ្ទះហ្នឹងអញ្ចឹងអ្នកដែលនៅក្នុងខ្លួនគាត់វាក្តៅក្រហាយលែងម្ដាយរបស់គាត់នៅតែលួងនៅសល់តែ1ម៉ោង2ម៉ោងទៀតភ្លឺហើយក្មួយចាំចាញ់ទ្រាំរហូតដល់ព្រឹកគ្រាន់តែព្រឹកថ្ងៃរះមន់ល្ងាវភ្លៀងបើកទ្វារចាញ់តែម្ដងគ្រាន់តែចាញ់ហ្នឹងណាម្នាក់ចាប់តាមគាត់ម្ដងទៀតហើយគាត់ម្ដងទៀតថាផ្ញាប់ទៅណាអត់ទេខ្ញុំទៅស៊ីមរៀបវិញផ្ញាប់ទៅណាយល់លាមិត្តភក្តិតិចទៅលាមិត្តភក្តិមួយម៉ាត់ទៅចាំទៅអញ្ចឹងអេះអញនិយាយគ្នាហើយអស់ហើយចែកជើងគ្នាផ្លូវរៀងខ្លួនហើយបញ្ជាក់ថាបងសាមិនទាន់ទៅសៀមរាបទេមិនដឹងថាគាត់ទៅណាប៉ុន្តែមិនទាន់ទៅសៀមរាបទេណាយល់នៅពេលនោះហើយដែលម្ចាស់សាច់រឿងព្រលឹមឡើងណាក៏ចាប់ផ្ដើមពិភាក្សាបងប្អូនជុំគ្នាណាមានរឿងអីគេកើតឡើងនៅយប់មិញបងសាមិនមែនជាបងសាទេបងម្ចាស់សាច់រឿងក៏ប្រាប់ថាមានខ្មោចចូលហើយមានស្អីចូលគាត់ហើយបងសាមិនដែលនិយាយពាក្យថាខ្ញុំម្នាក់នេះជាមួយនឹងម្ចាស់សាច់រឿងមានតែអូនឯងនេះស្រាប់ណាម្នាក់នេះដឹងរឿងខ្ញុំច្រើនណាវាខុសទំនងបាត់ទៅហើយអញ្ចឹងហើយពួកគាត់ក៏រៀបកលមួយរៀបល្បិចមួយថាឥឡូវធ្វើម៉េចជួយពួកម៉ាក់សំណប់ចិត្តគាត់បានគាត់ថាអញ្ចឹងមានតែយកទៅផ្ទះគ្រូសំដួលបកទៅវិញថាចាប់យកទៅបែបណាបើយើងហ៊ានទៅប្រាប់ថាទៅវត្តទៅផ្ទះគ្រូប្រកាសជាអ្នកនៅក្នុងនឹងគឺអញញ៉ៃវល់ពេញហ្នឹងហើយមិនអាចទៅរួចទេអញ្ចឹងពួកគាត់ក៏បែកគំនិតថាឥឡូវចេះទៅម៉ោងរៀងល្ងាចយើងបបួលថាទៅញ៉ាំសាច់អាំងផុតពេលទៅញ៉ាំសាច់អាំងឬទៅញ៉ាំអីទាញឯងដាក់ឡានប្រចតែម្ដងអូខេហ្នឹងហើយម៉ោងប្រហែលជា4
បងថ្លៃរបស់គាត់រៀបគម្រោងហើយស្អាតហើយបានប្រស្រ័យជាមួយនឹងគ្រូរបស់គាត់ហើយលក្ខណៈគម្រោងត្រូវបានរៀបចំយ៉ាងស្អាតលើកទូរស័ព្ទទេសាហើយនៅណាបងសាឆ្លើយថាគាត់នៅម្ដុំវងមូសាថ្មីអញ្ចឹងណាម្ដុំវងមូសាថ្មីម្ដុំសាថ្មីម្ដុំសាថ្មីឥឡូវនិយាយថាម្ដុំសាថ្មីមានវងមូទេចុះសាថ្មីនៅកណ្ដាលហើយពីពតជុំវិញយើងគាត់ថាម្ដុំសាថ្មីហ្នឹងហើយនៅសាថ្មីនៅម្ដុំសាថ្មីត្រូវហើយពួកឯងជិះទៅញ៉ាំអីនៅចិត្តសាសូយ៉ាហ្នឹងហើយណាចិត្តសាសូយ៉ាហ្នឹងវាគៀកគ្នាដែរចាំជីមកហៅឯងមកផឹកតមកញ៉ាំអីតបងសាក៏អូខេអាយ៉ាបងសាក៏អូខេអត់មានប្រកែកអីទាំងអស់អូខេទៅពួកគាត់ទៅដល់ទីតាំងប្រហែលល្បាក់ម៉ោង5គាត់នៅតែទេរកបងសាគាត់ថាជិះចិត្តដល់ហើយលាក់ទៅវិញទៅមកម៉ោង8យប់អត់ឃើញគាត់អត់ឃើញគាត់សោះ3ម៉ោងសាថ្មីសូយ៉ា3រៀនហ្នឹងអញ្ចឹងគាត់បាត់ទៅណាពួកគាត់ក៏សម្រេចចិត្តថាទេតែម្ដងទៀតសួរថានៅណានៅតែប្រាប់ថាទីតាំងនៅម្ដុំសាថ្មីនឹងឯងហើយចុះ3ម៉ោងហើយមិនក៏នៅឥឡូវបាច់ទេនៅឲ្យស្ងៀមមកប្រាប់ទីតាំងមកពួកគាត់ជិះទៅហោគិតលុយចាញ់ឡានទៅរគាត់ថាគាត់ជិះហើយជិះទៀតសាថ្មីមានធំណាប្លុកសាថ្មីតែយើងប្រើពាក្យសាថ្មីមានតែប្រហែលផ្លូវព័ទ្ធជុំវិញគាត់ជិះទៅវិញជិះទៅមកបកចុះបកឡើងអត់ឃើញហ្មងសាតតទេសោះដឹងមកឃើញនៅណាមកអង្គុយម្នាក់ឯងនៅអង្គុយចောင်းហោងនៅមុខសូយ៉ានេះនៅកន្លែងគាត់ញ៉ាំអីពេលគាត់ចេញទៅអត់ឃើញហើយគាត់ជិះទៅវិញទៅមកអត់នៅតែអត់ឃើញអញ្ចឹងណាអញ្ចឹងទៅក៏អូសបងសាឡើងឡានបងសាសួរទៅណាយើងទៅផឹកតយើងទៅញ៉ាំអីតលើអញ្ចឹងណាបងសាក៏អត់ដឹងរឿងបើយើងអត់និយាយគាត់មិនដឹងអាក្នុងហ្នឹងក៏មិនដឹងដែរអញ្ចឹងគាត់ស្ម័គ្រចិត្តឡើងឡានទៅជាមួយនៅពេលដែលឡើងឡានម្នាក់គឺស្ងាត់ជ្រាបតែម្ដងមិនមានអ្នកណានិយាយអ្វីទាំងអស់បងសាក៏នៅស្ងៀមដែរប៉ុន្តែចម្លែកត្រង់មួយជីកាន់តែគៀកផ្ទះរបស់គ្រូកាន់តែជីគៀកទៅបងសាចាប់ផ្ដើមផ្លាស់ប្ដូរអត្តចរិតម្ដងបន្តិចរហូតដល់យំគាត់យំខ្លាំងមែនតើយំដូចមានណាគេស្លាប់អញ្ចឹងយំខ្លាំងមែនតើទោះត្រង់សំឡេងយំរបស់គាត់គឺជាសំឡេងគាត់ថាបងបើសិនជាបងឯងស្ដាប់សំឡេងរបស់គាត់បងឯងដឹងថាបងឯងស្រាវឆ្អឹងក្រងប៉ុណ្ណាវាមិនមែនជាសំឡេងមនុស្សប្រុសយំមនុស្សប្រុសមិនមែនយំសំឡេងកលួចហ្នឹងអាហ្នឹងបងប្អូនទាំងអស់គ្នាសម័យខ្លួនឯងថាយំរបៀបម៉េចយំលក្ខណៈព្រឺព្រួចយំដូចម្ដាយឪពុកស្លាប់យំកលួចសាកសម័យសិនណាថារបៀបម៉េចយំខ្លាំងហើយតទះដៃតទះជើងមនុស្សក្នុងហ្នឹងឡានទាំងអស់អ្នកជិះ5នាក់2មុខ3ក្រោយរាប់ទាំងភាសានៅកណ្ដាលទប់គាត់អត់ជាប់ទេណាគាត់គឺយកចំណេះធ្វើមិនបុកឡាននឹងឲ្យចាញ់ហ្មងម្នាក់គ្រាកគាត់ប្រាប់ថាទុំរំជីដល់ផ្ទះគ្រូម៉ោង10បាត់ហើយហ្នឹង10យប់គាត់ទៅចូលដល់កន្លែងផ្ទះគ្រូភ្លាមមនុស្សពងតយំស្ងាត់មាត់ជ្រាបអង្គុយស្ងៀមចុះពីលើឡានគ្រូមិនប្រាប់មកចូលផ្ទះមកបងសាហ្នឹងឈរថ្មឹងអោបដៃលក្ខណៈខ្លាចអោបដៃលក្ខណៈខ្លាចនៅមុខហ្នឹងអត់អង្គើខ្លួនអត់អីទាំងអស់ម្នាក់ចាំមើលក្រោយខ្នងគ្រូមិនទៀតឥឡូវមិនទៀតគ្រូហៅលើកទី1អាកូនចូលអត់ចូលអត់ឆ្លើយថ្មឹងគល់ឈើអាកូនចូលហៅជាម្ដងជា2ដងជា3ដងហៅអត់ទៅចាប់វាមកនៅពេលដែលទៅចាប់ហ្នឹងគ្រូបានយកយន់ឲ្យសុកឲ្យដៃបងសាចាប់អញ្ចឹងដូចរបៀបថាឥឡូវយើងសម័យទៅចេះគ្រូហុចយន់មួយឲ្យទៅម្ចាស់សាច់រឿងហ្នឹងចូលទៅដល់ចាប់បងសាគឺអោបទៅជាមួយនឹងដៃហ្នឹងហើយចាប់ទាញមកគាត់ថារើអត់ខ្ញុំមិនដឹងថាគួរតែនិយាយថាម៉េចទេដូចអូសដាក់គល់ឈើមួយគឺអូសអត់ទៅហ្មងមនុស្ស3នាក់4នាក់គឺអូសមិនក៏អូសអត់ទៅរហូតដល់គ្រូចោះមកចាប់ខ្លួនឯងចាប់ដៃទាញយកទៅហ្មងទៅបានសម្រេចចូលទៅដល់ក្នុងផ្ទះគ្រូប្រាប់ហ្មងថាគួយចោះអង្គុយមកពីណាមកធ្វើអី
ម្នាក់នៅក្នុងខ្លួនហ្នឹងនៅតែស្ងាត់មិនព្រមនិយាយអ្វីទាំងអស់រហូតដល់គ្រូសួរថាបើមិននិយាយខ្ញុំធ្វើបាបឯណានឹងអញភាសាគ្រូយើងដឹងហើយអញធ្វើបាបឯណា